សួស្តីបងប្អូនទាំងអស់គ្នាបាទក្នុងវីដេអូនេះយើងមករៀនបដូរវិភាគទៅជាជាមួយចម្រុះណាងាយទាំងអស់គ្នាបាទតែឥឡូវយើងទៅបដូរទាំងអស់គ្នាតែម្ដងអញ្ចឹងកគេថា5ភាគ3បាទអញ្ចឹងបដូរជាមួយចម្រុះអញ្ចឹងដើម្បីបដូរជាមួយចម្រុះយើងយកនេះភាគយកចែកនឹងភាគបែងអញ្ចឹងយើងយក5មកចែកនឹង3បាទអញ្ចឹងយើងបាន5ចែក3អញ្ចឹង5ចែក3បាន1យើងដាក់បាន1យើងមក1 1 3ដង3អញ្ចឹង5ដល់3សល់2បាទអញ្ចឹងយើងចែកបានហើយអញ្ចឹងបើផចែកនេះយើងយកជាចំនួនគុតអញ្ចឹងយើងសេមកបាន1បាទអញ្ចឹងសំណល់យើងយកជាភាគយកអញ្ចឹងបាន1 2ភាគ3បាទភាគ3នៅដដែលអញ្ចឹងបាន1 2ភាគ3តែឥឡូវខ្ទង់ខ10ភាគ7អញ្ចឹង10ភាគ7យើងយក10ចែកនឹងបាទយក10ចែកនឹង5 2អញ្ចឹង10ចែក7មកបានបាទដាក់បាន1 7ដង7អញ្ចឹង10ដង7សល់3បាទអញ្ចឹងយើងបានណាផចែកវាជាចំនួនគុតអញ្ចឹងយើងបាន1ភាគអញ្ចឹងសំណល់ភាគសំណល់ជាភាគយកអញ្ចឹងបាន1 3ភាគ5 2ភាគ3នៅដដែលបាទអញ្ចឹងនៅសល់curl ហើយនឹង curl អញ្ចឹងបងប្អូនអាច comment ចម្លើយទាំងអស់គ្នាណា curl ឃើញប្រមាណបាទ